ជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីស្រឡាញ់បាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនសម្ដាប់ដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាវីដេអូរៀមច្បងគំរូអោបសុគន្ធកញ្ញាត្រូវគេលើកឡើងចំជាកំពូលតារាចម្រៀងចរិតថ្លៃថ្នូរតើណាមកណាមានអ្នកគោរពស្រឡាញ់គ្រប់គ្នាបាទបើអញ្ចឹងទេតើរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិយមិត្តតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងស្ដាប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចនៅ Subscribe បកក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតមហាជនអ្នកគាំទ្ររបស់កម្ពុជាតារាចម្រៀងស្រីអោបសុគន្ធកញ្ញាសុទ្ធតែបានជ្រាបហើយថាអ្នកនាងជាតារាចម្រៀងស្រីចាស់វស្សាមួយរូបទោះបីជាឈរជើងលើវិស័យសិល្បៈរាប់ឆ្នាំមកហើយមែនប៉ុន្តែនៅតែរក្សាបានប្រជាប្រិយភាពខ្លាំងដដែលជាមួយនឹងសមត្ថភាពដ៏លេចធ្លោក្នុងវិស័យបទចម្រៀងរបស់អ្នកនាងបាទនេះជាអ្នកនាងអោបសុគន្ធកញ្ញាប្រិមិត្តបាទអ្នកចម្រៀងយូរហើយតាំងពីសេរីខ្ញុំបាទតាំងពីខ្ញុំបាទក្មេងប្រិមិត្តបាទឥឡូវខ្ញុំក៏រឹងចាស់តែអ្នកនាងអោបសុគន្ធកញ្ញានៅតែមានសម្រស់ស្រស់ស្អាតដដែលបាទគឺមិនទាន់មានវ័យចំណាស់ទេបាទពិតណាស់សប្តាហ៍ថ្ងៃកម្ពុជាតារាចម្រៀងស្រីអោបសុគន្ធកញ្ញាជាសិល្បករដែលទទួលភាពជោគជ័យខ្លាំងទាំងវិស័យសិល្បៈនិងជីវិតគ្រួសារដោយកំពុងតែសាងគ្រួសារមួយពេញលេញមានក្តីសុខខ្លាំងរីឯសិល្បៈក៏កាន់តែមានសន្ទុះប្រជាប្រិយភាពខ្លាំងឡើងបាទគឺមុខរបរអាជីពហ្នឹងគឺមានការអ្នកគ្រប់គ្រងច្រើនប្រជាប្រិយភាពក៏មានការឡើងទៅទៀតប្រិមិត្តបាទរីករាលដាលមានអ្នកគ្រប់គ្រងជាច្រើនប្រិមិត្តបាទនេះជារូបរបស់គាត់ប្រិមិត្តបាទពិតជាស្រស់ស្អាតបាទចឹងយើងទៅតាមដានព័ត៌មានអត្ថបទព័ត៌មាននេះជាបន្តទៀតបាទលើពីនេះអ្នកនាងអោបសុគន្ធកញ្ញាក៏អាចចាត់ទុកជាសិល្បៈរៀមច្បងគំរូមួយរូបដែលមានអត្តចរិតថ្លៃថ្នូរគួរឲ្យគោរពស្រឡាញ់ខ្លាំងតែងតែចែករំលែកនៅបទពិសោធន៍និងចំណេះដឹងល្អទាក់ទងទៅនឹងវិស័យសិល្បៈដល់អ្នកចំនួនក្រោយទៀតផងបានគាត់បានចែកចំណេះដឹងបទពិសោធន៍ការធ្លាប់ជាតារាចម្រៀងប្រិមិត្តបាទគឺជាង10-20ឆ្នាំហើយប្រិមិត្តបាទបទ20ឆ្នាំតាំងពីសេរីហ៊ុំពុនដែរប្រិមិត្តបាទបទចម្រៀងរបស់គាត់យូរបាទតាំងពីចំនួនលុបបញ្ញរិទ្ធប្រិមិត្តបាទប្រិមិត្តពិតជាបានស្គាល់ហើយតារាចម្រៀងលុបបញ្ញរិទ្ធបាទចំនួនព្រៀបសវត្តនៅក្មេងម្លេះបាទយ៉ាងណាមិញអ្វីដែលតែងតែធ្វើឲ្យមហាជនអ្នកគាំទ្រកត់សម្គាល់និងហាក់មានក្តីរំភើបជំនួសកម្ពុជាតារាចម្រៀងស្រីរូបនេះខណៈតែងតែឃើញសកម្មភាពរបស់អ្នកនាងមិនថានៅទៅណាមកណាឬក៏ចូលរួមកម្មវិធីជួបជុំណាមួយគឺអ្នកនាងតែងតែទទួលបានការគោរពអោនលំទោនពីអ្នកសិល្បៈចំនួនថ្មីជាច្រើនពេញដោយក្តីស្រឡាញ់និងស្នាមញញឹមចេញពីចិត្តបាទចេញពីបេះដូងចេញពីចិត្តបាទអញ្ចឹងសូមប្រិមត្តទស្សនារូបភាពទាំងអស់គ្នាបាទនេះជារូបភាពរបស់គាត់បាទអត្តចរិតថ្លៃថ្នូរពិតជាប្រកបមិនខ្វះអ្នកគោរពស្រឡាញ់ចេញពីក្នុងចិត្តបាទសូមប្រិមត្តទស្សនារូបភាពទាំងអស់គ្នាបាទបាទនេះជារូបភាពបាទលោកវណ្ណដាបាទតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាបច្ចុប្បន្នប្រិមត្តបាទតាមចេញបទថ្មីបាទ Asian Step
អបម៉ាយប្រិមត្តបាគឺបទចម្រៀងថ្មីរួមគ្នាច្រៀងប្រិមត្តបាមានកម្ពុជាយើងលោកវណ្ណដាកូរ៉េមានជប៉ុនចិនឥណ្ឌាប្រិមត្តបា5ប្រទេសចូលរួមគ្នាបាទនេះជារូបភាពបាទពិតជាស្រស់ស្អាតបាទគាត់នៅតែស្អាតដដែលទេបាទចម្រៀងបាទអូខេប្រិមត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមត្តដែលបានតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មាននេះតែមុនបញ្ចប់អត្ថបទព័ត៌មាននេះបាទសូមប្រិមត្តជួយចុច Subscribe ម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទបាទព័ត៌មានថ្មី Original ជាបន្តទៀតបាទព័ត៌មានរបស់ខ្ញុំគឺអត់ខ្លាញ់ខ្លាយទេប្រិមត្តបាទជាចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនស្ដាប់ដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាកុំឲ្យអ្នកគ្រប់គ្រងពិបាកសួរនាំសង្ស័យច្រើនពេជ្រសូលីកាចេញបញ្ជាក់ច្បាស់តាក់ទងទៅនឹងរឿងរ៉ាវបេះដូងបានចឹងទៅតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់អត្ថបទព័ត៌មាននេះជាមួយខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់អត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចទៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតនិយាយពីអ្នកនាងនិយាយពីអ្នកម៉ាក់រូបស្រស់ពេជ្រសូលីកាក្រោយពីស្ពាយឈ្មោះជាអ្នកមេម៉ាយដ៏រឹងមាំជាច្រើនឆ្នាំឃើញថានាងបង្ហាញការតស៊ូខ្លាំងនៅក្នុងចិត្តខំធ្វើការរកស៊ីចិញ្ចឹមកូនប្រុសបណ្ដូលចិត្តនិងប្អូនស្រីជាទីស្រឡាញ់តែម្នាក់ឯងបានពេជ្រសូលីកានៅតែស្អាតប្រិមត្តបាទមួយរយៈពេលចុងក្រោយនេះចំពោះការងារសិល្បៈវិញមហាជនបានជ្រាបហើយថាតារាចម្រៀងស្រីរូបនេះកំពុងតែក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំងតាមរយៈស្នាដៃបទចម្រៀងថ្មីរបស់នាងនិងទីផ្សារសិល្បៈក៏កាន់តែមានសន្ទុះដែលទទួលបានការអញ្ជើញចូលរួមពីកម្មវិធីតន្ត្រីតូចធំហូរហែផងដែរបានជាអ្នកនាងពេជ្រសូលីកាប្រិមិត្តបានជារូបរបស់គាត់ពិតជាស្រស់ស្អាតបាននិយាយពីជីវិតស្នេហាអ្នកម៉ាក់កូនមួយរូបនេះស្របពេលតែជីវិតសិល្បៈកាន់តែជោគជ័យនាងហាក់កាន់តែស្វែងយល់មិនខ្វាយខ្វល់ចង់សាងគូជីវិតថ្មីដោយឃើញផ្ដោតតែលើការងារនិងចំណាយពេលមើលថែកូនប្រុសប្អូនស្រីព្រមទាំងមើលថែខ្លួនកាន់តែស្រស់ស្អាតក្មេងខ្ចីគួរឲ្យស្រឡាញ់ឡើងមកគួរឲ្យស្រឡាញ់ឡើងមកបានជារូបភាពរបស់គាត់បាទសូលីកាយ៉ាងណាមិញត្បិតតែពេជ្រសូលីកាមិនដែលឃើញបង្ហើបតាក់ទងទៅនឹងរឿងស្នេហាថ្មីចាប់ដៃសាងជីវិតគូទៀតមែនប៉ុន្តែកន្លងមកមកជនអ្នកគ្រប់គ្រងក៏នៅតែចង់ដឹងថាពេលនេះនាងមានអ្នកតាមថែបេះដូងហើយឬមួយក៏យ៉ាងណាមានអ្នកណាតាមថែបេះដូងហើយឬនៅឬមិនបានជារូបរបស់គាត់បាទថតទៅមាត់សមុទ្រពិតជាស្រស់ស្អាតអូខេអញ្ចឹងយើងចូលមកសាច់រឿងយើងបន្តទៀតដោយឡែកថ្មីនេះអ្វីដែលធ្វើឲ្យមហាជនអ្នកគ្រប់គ្រងកំពុងតែចាប់អារម្មណ៍ក្រោយឃើញ Facebook Page របស់តារាចម្រៀងស្រីពេជ្រសូលីកាបង្ហោះសារបញ្ជាក់ច្បាស់ហាក់កំពុងតែកុំឲ្យអ្នកគ្រប់គ្រងពិបាកសួរនាំឬក៏សង្ស័យច្រើនជុំវិញរឿងស្នេហារបស់នាងដោយនាងបានរៀបរាប់ប្រាប់ថាពេលនេះនាងនៅទំនេរពុំមានគូស្នេហ៍នៅឡើយ
ក្នុងនោះពេជ្រសូលីកាក៏បានសរសេរថាបញ្ជាក់គ្មានសង្សារទេប្រិមិត្តបាទ Boy Preren បាទ Boy Preren ប្រិមិត្តបាទ Boy Preren ភាសាអង់គ្លេសបាទខ្ញុំសូវចេះជាអានប៉ុន្មានប្រិមិត្តបាទចឹងសូមប្រិមិត្តទស្សនារូបភាពទាំងអស់គ្នាបាទនេះជារូបភាពរបស់គាត់ពិតជាស្រស់ស្អាតមែនទែនបាទនេះជារូបភាពរបស់គាត់ប្រិមិត្តបាទអូខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តបានតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មាននេះមុននឹងបញ្ចប់នៅអត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចនូវ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតជាចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាសូមជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិយមិត្តពុកម៉ែបងប្អូនសម្រាប់ដែលអត្ថបទព័ត៌មាននេះមានចំណងជើងថានារីខ្លាំងកូនស្រីអតីតតារាសម្ដែងគុនធាតារាវ៉ាន់ទោះជាអត់ពីឪពុកតែរឹងមាំសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យកីឡាគុនចម្រុះយ៉ាងល្អប្រិមិត្តបាទបើអញ្ចឹងទេតើរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចនូវ Subscribe ពណ៌ក្រហមនិងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតជាងតែកុំឲ្យខាតពេលវេលាយូរបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅបើរំលឹកទៅកាន់តារាសម្ដែងជើងចាស់លោកគុនថាតារាវ៉ាន់តារាវ៉ាន់ច្បាស់ជាមានមហាជនជាច្រើនបានស្គាល់រូបលោកមុខហើយដោយមុននឹងលាចាកលោកទៅតារាសម្ដែងជើងចាស់រូបនេះក៏បានបន្សល់ទុកស្នាដៃជាច្រើនបាទតារាសម្ដែងផ្នែកខាងវិស័យសិល្បៈប្រិមិត្តបាទក្នុងនោះផងដែរគេក៏ចាំបានថាលោកគុនតារាវ៉ាន់ក៏មានកូនប្រុសបង្កើតឈ្មោះគឺលោកគុនជីវ័នដែលបានសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យសិល្បៈក្នុងនាមជាពិធីករផ្នែកកីឡាផងដែរប៉ុន្តែជាអកុសលលោកគុនជីវ័នក៏បានទទួលមរណភាពក្រោយឪពុកប្រមាណជាង1ឆ្នាំប្រិមិត្តបាទកូនប្រុសរបស់គាត់ក៏បានទទួលមរណភាពដែរប្រិមិត្តបាទតាមមូលហេតុអ្វីប្រិមិត្តបាទដោយឡែកក្នុងចំណោមកូនប្រុសស្រីរបស់តារាសម្ដែងជើងចាស់គុនតារាវ៉ាន់នៅតែមានកូនស្រីរបស់លោកមួយរូបទៀតដែលកំពុងតែបន្តសាងកេរ្តិ៍ឈ្មោះជូនជាតិបើទោះជាមិនបានស្នងតំណែងលើវិស័យសិល្បៈក៏ដូចជាឪពុកក្តីក្នុងនោះកូនស្រីរបស់លោកគុនតារាវ៉ាន់ក៏បានឈ្មោះជាគុនវ៉ាន់ធីតាគឺជាកីឡាករនីគុនខ្មែរចម្រុះជាតិរបស់កម្ពុជាបាទគុនចម្រុះចម្រុះជាតិរបស់កម្ពុជាផងប្រិមិត្តបាទពិតជាមិនធម្មតាទេបាទនេះជារូបរបស់គាត់ប្រិមិត្តបាទនេះកៅពុកគាត់នៅមានជីវិតប្រិមិត្តបាទថតជាមួយកូនបាទកញ្ញាគុនវ៉ាន់ធីតាកូនស្រីបង្កើតរបស់លោកគុនតារាវ៉ាន់គឺជាម្ចាស់មេដាយសម្រិទ្ធស៊ីហ្គេមឆ្នាំ2022និងមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ការប្រកួតចម្រុះជ្រើសជើងឯកអាស៊ីអាគ្នេយ៍វគ្គ2លើពីនេះកញ្ញាគុនវ៉ាន់ធីតាក៏ជាកីឡាករនីមានឈ្មោះសាងកិត្តិយសជូនកម្ពុជាជាច្រើនក្នុងនោះនាងជាកីឡាករនីគុនចម្រុះថែមទៀតផងប្រិមិត្តបាទបាននេះជារូបរបស់គាត់ពុករបស់គាត់គឺតាហ៊ានប្រិមិត្តបាទបាននេះជាកីឡាគុនចម្រុះប្រិមិត្តមិនបានជាតារាសម្ដែងសិល្បៈប៉ុន្តែជាតារាគុនចម្រុះជាកីឡា
ជំរះជាតិប្រិមិត្តបាទគុណចម្រុះបានជារូបរបស់គាត់បាទទទួលបានមេដាយប្រាក់និងសម្រិទ្ធមិនទាន់បានទទួលបានមេដាយមាសប្រិមិត្តបាទនេះជារូបថតសូមប្រិមិត្តទស្សនារូបថតរូបភាពរបស់គាត់ដូចតទៅបាទនេះជារូបភាពនេះពិតជាស្រស់ស្អាតប្រិមិត្តបាទជាកីឡាជំនឿជាតិមិនធម្មតាទេប្រិមិត្តបាទនេះកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ប្រិមិត្តបាទបាទអូខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់អត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុច Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបានអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតបាទខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបាទបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនសម្រាប់ដែលអត្ថបទព័ត៌មាននេះមានចំណងជើងថារំលងជើង20ឆ្នាំសាំងផុសដានៅតែខ្លាំងក្រោយលិចមុខដើរតួនាងនុតចេញបាទចេញលងម្ដងទៀតក្នុងរឿងខ្មោចដើមជ័យជ្វាប្រិមិត្តបាទអញ្ចឹងទៅតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតអញ្ចឹងទេកុំឲ្យខាតពេលវេលាយូរបាទសូមប្រិមិត្តតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅនិយាយពីតារាសម្ដែងស្រីសាំងផុសដាមហាជនអ្នកគាំទ្រជាច្រើនសុទ្ធតែសឹងតែបានជ្រាបហើយនៅភាពល្បីល្បាញរបស់អ្នកនាងតាមរយៈស្នាដៃសម្ដែងជាតួស្រីនៅក្នុងភាពយន្តរឿងបុរាណខ្មែរព្រឺព្រួចដ៏ល្បីមួយគឺរឿងខ្មោចដើមជ័យជ្វាតាំងពីអំឡុងឆ្នាំ2005ប្រិមត្តបាទយូរហើយអំឡុង20ឆ្នាំហើយប្រិមត្តបាទនេះជារូបរបស់តួឯកស្រីបាទរឿងខ្មោចដើមជ័យជ្វាបាទគឺរូបក្រៅពិតជាស្អាតប្រិមត្ត20ឆ្នាំហើយប្រិមត្តបាទនេះជារូបរបស់គាត់បាទបន្ទាប់ពីបានសម្ដែងរឿងបុរាណខ្មែរល្បីប៉ុន្មានរឿងក្នុងចំណោមនោះតារាសម្ដែងស្រីសាំងផុសដាក៏បាត់មុខពីវិស័យសិល្បៈមួយរយៈធំក្រោយពីបានរៀបការសាងគ្រួសារមួយដ៏មានសុភមង្គលដោយមិនឃើញវត្តមានអ្នកនាងសម្ដែងដូចមុនដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនឹករលឹកដល់អ្នកនាងយ៉ាងខ្លាំងប្រិមិត្តបាត់20ឆ្នាំប្រិមិត្តបាទធម្មតាបានជារូបរបស់គាត់ប្រិមិត្តបាទយ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយមកនេះតារាសម្ដែងស្រីសាំងផុសដាក៏បានលេចមុខសារជាថ្មីនិងសាងប្រជាប្រិយភាពឡើងវិញដោយបានឃើញវត្តមានរបស់អ្នកនាងសម្ដែងភាពយន្តខ្មែរទាំងសម័យនិងបុរាណថ្មីជាបន្តបន្ទាប់ដើរតួជាអង្គម្ដាយនិងតួអង្គផ្សេងព្រមទាំងត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាសជាច្រើនផងដែរប្រិមិត្តបាទត្រូវបានទទួលយកទៅសម្ភាសផងដែរប្រិមិត្តបាទបានជារូបរបស់គាត់បាទមុខ20ឆ្នាំប្រិមិត្តបាទមិនធម្មតាប្រិមិត្តបាទខ្ញុំលើសពីនេះក្រោយពីវិលចូលសិល្បៈវិញមួយរយៈធំមកដល់ថ្មីនេះតារាសម្ដែងជើងចាស់ដ៏មានបទពិសោធន៍រូបនេះកាន់តែក្តោបបានប្រជាប្រិយភាពខ្លាំងឡើងនិងកំពុងតែឆក់បានការចាប់អារម្មណ៍ចែករំលែកគាំទ្រខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គមចំពោះស្នាដៃសម្ដែងរបស់នាងបាទមានប្រជាប្រិយភាពឡើងវិញប្រិមិត្តបាទ
ជាពិសេសខណៈដែលបានឃើញតារាសម្ដែងស្រីរូបនេះបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងខ្សែភាពយន្តបន្តដដែលគ្រាន់តែកែប្រែភាពយន្តខ្នាតធំនៅក្នុងឆ្នាំ2025នេះគឺរឿងខ្មោចដើមជាជ្វាឆ្នាំ2025ក្នុងតំណែងជាតួឯកស្រីដដែលដោយកំពុងដំណើរការសម្ដែងនិងត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តខ្មែរឆាប់ៗខាងមុខនេះបានជារូបរបស់គាត់ប្រិមិត្តបានពិតជាស្រស់ស្អាតប្រិមិត្តដើរតួបុរាណពិតជាល្អប្រិមិត្តបានញាក់សាច់បានជារូបរបស់គាត់បាទបាទអូខេប្រិមិត្តអត្ថបទព័ត៌មាននេះខ្ញុំបាទក៏សូមបញ្ចប់តែប៉ុណ្ណេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់អត្ថបទព័ត៌មាននេះសូមប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចនិង Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបានអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា